សួស្តីទាំងអស់គ្នាតើយើងមកធ្វើលំហាត់លេខ6នេះគឺថាក្នុងស្បោងមួយមានឃ្លីក្រហម4គ្រាប់ឃ្លីខៀវ3គ្រាប់និងឃ្លីខ្មៅ5គ្រាប់សិស្ស2នាក់យកឃ្លីម្នាក់1គ្រាប់ម្នាក់1គ្រាប់ជាបន្តបន្ទាប់ដោយចែកដនហើយមិនដាក់ចូលវិញក៏រកប្រូបាបសិស្សទី1យកបានឃ្លីក្រហមនិងសិស្សទី2យកបានឃ្លីខ្មៅអញ្ចឹងអានេះមានន័យថាប្រូបាបក្រហមនិងខ្មៅតោះអញ្ចឹងយើងដាក់ករកប្រូបាបយកឃ្លីក្រហមនិងខ្មៅអញ្ចឹងពេលនៃក្រហមនិងខ្មៅស្មើឲ្យប្រូបាបនៃក្រហមឃ្លីក្រហមគុណឲ្យពេលប្រូបាបនៃឃ្លីខ្មៅអញ្ចឹងវាស្មើឲ្យក្រហមវាមាន4អញ្ចឹងដាក់4លើឲ្យទាំងអស់ឃ្លីទាំងអស់វាមានអានេះ7បូកចូលនេះវា7និង5វា12គុណឲ្យខ្មៅមាន5អញ្ចឹងដោយសារសិស្សទី1ដកយក1ហើយអានេះសល់លើកទី2សល់11អានេះដោយមិនដាក់វិញអញ្ចឹងម្នាក់ទី1ដកយក1ចេញអញ្ចឹងនៅសល់តែ11ទេឃ្លីទាំងអស់សល់តែ11ទេអញ្ចឹងយើងគុណវាមកយើងអាចសម្រួលអានេះសម្រួល4និង12ចែក4មកបាន1ចែក4បាន3អញ្ចឹង1គុណឲ្យ5លើ3គុណឲ្យ11បាន33នេះខរកប្រូបាបដែលសិស្សទាំង2នាក់យកបានឃ្លីខៀវ1គ្រាប់ម្នាក់អញ្ចឹងខៀវទាំង2គ្រាប់អញ្ចឹងនេះរកប្រូបាបយកបានឃ្លីខៀវទាំង2អញ្ចឹងខៀវទាំង2មានពេលប្រូបាបនៃខៀវនិងខៀវទាំង2អញ្ចឹងលើកមុនខៀវនិងក្រហមនិងខ្មៅឥឡូវខៀវនិងខៀវអញ្ចឹងវាស្មើនឹងពេលនៃគុណពេលនៃខគុណឲ្យពេលនៃប្រូបាបនៃខៀវដែលយើងតាំងអក្សរខក៏បានដែរអញ្ចឹងវាស្មើឲ្យខៀវមុនដំបូងវាមានខៀវនេះ3លើ12អញ្ចឹងគុណឲ្យខៀវលើកទី2នៅសល់យក1ចេញនៅសល់2ហើយភាគបាយវានៅសល់11 2លើ11អញ្ចឹងយើងសម្រួលឲ្យ3ចែក3មកបាន1នេះចែក3បាន4ចឹងចែក2ទៀតសម្រួល2ទៀត2បាន1ចែក2 4ចែក2បាន2ចឹង1គុណ1លើ22